ស្ដីបងប្អូនអរគ្នាមកថ្ងៃនេះខ្ញុំនាំបងប្អូនទៅមើលខ្ទមចាំចការតារ៉េនណាបងប្អូនថ្ងៃមុនជាងគាត់កំពុងតែរៀបរាប់ធ្វើអញ្ចឹងណាឥឡូវធ្វើបានចេញជារូបរាងហើយតោះទៅមើលទាំងអស់គ្នាបងប្អូនចានេះបងប្អូនអរគ្នាខ្ទមចាំតារ៉េនចាចេញជារូបរាងហើយធ្វើជាខ្នងហើយមានតលាក់អញ្យ៉ាបបន្តិចទៀតចាបងប្អូននៅតែអត់តាន់វាយអានៀបកន្លែងអង្គុយលេងអញ្ចឹងណាហើយខាងមុខនេះមានកន្លែងចង់រឹងមានអីចាវាមិនធំដុំអីណាទេបងប្អូនអរគ្នាគ្រាន់តែខ្ទមចាំតារ៉េនគាត់នឹងអង្គុយលេងទុកអង្គុយលេងពេលថ្ងៃត្រង់ចង់រឹងគេលេងអីចឹងណាបងប្អូនអរគ្នាគេថាយីស្មានតែធំដុំអីណាទៅគ្រាន់តែធ្វើរោងចាំតារ៉េនសោះហ្នឹងក៏ថតផុសដែរចាខ្ញុំថតផុសដោយសារតែអានេះគ្រាន់តែជា content ដើម្បីថតផុសធ្វើជាវីដេអូទុកកំសាន្តមើលសម្រាប់មើលពីសកម្មភាពកសិករស្រែចម្ការពីសកម្មភាពអ្នកស្រែអ្នកចម្ការអញ្ចឹងណាបងប្អូនចាបើគេសម្រាប់គេអ្នកអំពេញគេអ្នកទីក្រុងអីគេថត content បែបអ្នកទីក្រុងអញ្ចឹងទៅចាយើងអ្នកស្រែអ្នកចម្ការមានតែថតពីសកម្មភាពអ្នកស្រែអ្នកចម្ការហ្នឹងហើយបងប្អូនអរគ្នាចាព្រោះថាធ្វើវីដេអូបងប្អូនគេមិនប្រកាន់ថាតើវីដេអូអ្នកក្រុងតើវីដេអូអ្នកផ្សារបានផុសបានណាបងប្អូនអរគ្នាចាហើយគាត់មានណាហាមឃាត់អត់មានប៉ូលីសចាប់ដែរបងប្អូនចាយើងចង់ផុសអីយើងផុសហ្នឹងទៅហើយនេះធ្វើខ្ទមមួយនិយាយថាអ្នកមកជួយហ្នឹងគឺច្រើនមែនតើចាហើយនេះដល់វគ្គប្រក់ម្ដងហើយបងប្អូនអរគ្នាចាសង្កសីបានដឹកមកហើយដល់វគ្គប្រក់ឥឡូវប្រក់រួចរាល់ជាការស្រាញតែម្ដងនៅតែវាយអានាមបន្តិចមករួចរាល់អស់ចាហើយនេះខ្ញុំក៏សូមអរគុណដល់បងប្អូនអរគ្នាដែលតែងតែមើលវីដេអូរបស់ខ្ញុំហើយជួយ like ជួយ share ជួយ comment កន្លងមកចាសូមអរគុណវីដេអូនេះមានតែប៉ុណ្្នឹងទេអរគុណច្រើនបាយបាយជួបគ្នាវីដេអូក្រោយ